បាទសូមបួងសួងរំលឹកដល់គុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃនិងគុណគ្រូនិងបារមីទាំងអស់ដែលបានផ្ដល់នូវការដឹងមុននៃជោគជតារិស័យរបស់ឆ្នាំទាំង12ដើម្បីយកមកធ្វើការបកស្រាយទៅកាន់ពុកម៉ែបងប្អូនដើម្បីសន្តាប់ដូចតទៅមុននឹងធ្វើការបកស្រាយលើជោគជតារិស័យរបស់ឆ្នាំទាំង12ខ្ញុំសូមបួងសួងនៅរាល់វត្ថុស័ក្តិសិទ្ធិសូមជួយឲ្យពុកម៉ែបងប្អូនដែលបានចូលមកកាន់เพจរបស់លោកគ្រូសូមឲ្យសុខចម្រើនរោគទទួលទានមានបានសុខភាពល្អហេងទាំងអស់គ្នាបន្ទាប់ពីធ្វើការរំលឹកគុណនិងឲ្យពរជ័យដល់ឆ្នាំទាំង12ពេលនេះខ្ញុំសូមចាប់ផ្ដើមទស្សទាយជោគជតារិស័យសម្រាប់ឆ្នាំទាំង12សម្រាប់ថ្ងៃអាទិត្យ10រោចខែចែកឆ្នាំម្សាញ់សព្វស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី12ខែមេសាឆ្នាំ2026ចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំជូតរាសីថ្ងៃនេះល្អមង្គលថ្ងៃនេះអ្នកអាចនឹងជួបមនុស្សមកពីចម្ងាយនាំរឿងល្អមកប្រាប់ហើយលោកអ្នកហាក់មានបំណងចង់ផ្លាស់ប្ដូរកន្លែងការងារក៏អាចពឹងពាក់គេបានដែរបើនិយាយពីបញ្ហាលុយកាក់សម្រាប់អស់លោកអ្នកនៅក្នុងថ្ងៃនេះមានភាពល្អប្រសើរច្រើននិងចំណូលអាចបានមកពីការសងប្រាក់ពីអ្នកដទៃចំពោះរឿងការងារសម្រាប់អស់លោកអ្នកដែលមានការងារជាប្រចាំលោកអ្នកនឹងត្រូវបានគេជួយជ្រោមជ្រែងស្រឡាញ់រាប់អានច្រើននិងមានបំណងផ្លាស់ប្ដូរការងារឃើញថានឹងទទួលបានជោគជ័យព្រោះជើងលេខរបស់អ្នកល្អប្រសើរខ្លាំងលើការផ្លាស់ប្ដូរនេះសម្រាប់អ្នកប្រកបរបររកស៊ីថ្ងៃនេះការលក់ដូរមានការលក់ចេញទិញចូលដូចសពដងចំពោះស្ថានភាពស្នេហាសម្រាប់អ្នកមានគូនិងអ្នកនៅលីវលោកអ្នកមានការយោគយល់គ្នាច្រើនហើយអាចមានកាដូពីដៃគូផងដែរការធ្វើដំណើរពីទីជិតទីឆ្ងាយគឺមិនមានអ្វីជាបញ្ហាទេសម្រាប់ថ្ងៃនេះលេខសំណាងរបស់អស់លោកអ្នកគឺលេខ3លេខ6និងលេខ2និងលេខគូមានដូចជាលេខ18និងលេខ82ពណ៌ដែលនាំសំណាងគឺពណ៌សពណ៌ប្រផេះនិងពណ៌ខៀវទិសដែលនាំសំណាងគឺទិសខាងកើតទិសខាងត្បូងហើយនិងទិសបស្ចិមចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំឆ្លូវរាសីរបស់អស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះនៅក្នុងថ្ងៃនេះទោះបីជាដួងរាសីរបស់អស់លោកអ្នកស្រុតចុះប៉ុន្តែកិច្ចការអ្វីមួយដែលលោកអ្នកនឹងតែងតែសមប្រកបបើលោកអ្នកមានការពុះពៀជាមួយការខិតខំប្រឹងប្រែងវិញនោះតែងទទួលបានជោគជ័យមកវិញគប់ប្រសើរចំពោះការរស់នៅវិញលោកអ្នកមិនគប្បីចាំតែចាប់កំហុសឬរិះគន់អ្នកដទៃច្រើនឡើយប្រយ័ត្នអត់ការអ្វីសោះនាំគេគុំគួននាំផលលំបាកដល់អាត្មាខ្លួននៅពេលក្រោយចំពោះអ្នកដែលប្រកបរបររកស៊ីជួញដូរទីចិត្តទីឆ្ងាយមិនហុចផលផ្លែផ្កាគួរជាទីគប់ចិត្តនោះទេអាចនិយាយបានថាគ្រាន់មួយគត់គង់ការចាយវាជាប្រចាំតែប៉ុណ្ណោះរីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការបង្ករឿងឥតហេតុផលច្រើនព្រោះតែការមិនយកចិត្តទុកដាក់គ្នាទៅវិញទៅមកការធ្វើដំណើរទីចិត្តទីឆ្ងាយមិនមានជាអ្វីជាបញ្ហានោះទេសម្រាប់ថ្ងៃនេះលេខសំណាងរបស់អស់លោកអ្នកគឺលេខ3លេខ6និងលេខ2និងលេខគូមានដូចជាលេខ18និងលេខ62ពណ៌ដែលនាំសំណាងគឺពណ៌សពណ៌ប្រផេះនិងពណ៌ខៀវទិសដែលនាំសំណាងគឺទិសខាងកើតទិសខាងត្បូងនិងទិសបស្ចិមសូមខមមិនលេខ621ជាលេខសំណាងនាំលៀបនាំជោគនាំជ័យជូនលោកអ្នកចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំខាលរាសីថ្ងៃនេះមិនសូវល្អទេលោកអ្នកអាចជួបរឿងដែលស្មុគស្មាញដោះស្រាយមិនចេញទាល់តែទៅពឹងពាក់គេទើបអាចជួយដោះស្រាយបានហើយការពឹងពាក់ត្រូវគិតពីរបៀបពឹងពាក់គេនិងប្រុងប្រយ័ត្នមិនដូច្នេះទេរឿងដោះមិនទាន់ចេញផងអាចនឹងមានរឿងជាមួយអ្នកដែលអស់លោកអ្នកពឹងពាក់ឲ្យជួយបាទបើសិនជាត្រូវពឹងពាក់គេយើងត្រូវរៀបចំព្រោះថាអ្នកជួយយើងនឹងអាចនឹងចាប់កំហុសយើងបើនិយាយពីបញ្ហាលុយកាក់សម្រាប់លោកអ្នកនៅក្នុងថ្ងៃនេះមានលុយហូរចូលគ្រាន់បើជាងរាល់ដងចំពោះរឿងការងារសម្រាប់អស់លោកអ្នកដែលមានការងារជាប្រចាំការងាររបស់អស់លោកអ្នកនៅក្នុងថ្ងៃនេះមានបញ្ហាច្រើនដែលត្រូវដោះស្រាយទាមទារឲ្យលោកអ្នកអត់ធ្មត់ដោះស្រាយលោកអ្នកត្រូវពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយទើបមិនមានបញ្ហាសម្រាប់អ្នកប្រកបរបររកស៊ីថ្ងៃនេះការលក់ដូរ
បានកម្រៃជាងសពមួយដងតែត្រូវខិតខំយកចិត្តភ្ញៀវបន្តិចចំពោះស្ថានភាពស្នេហាសម្រាប់អ្នកមានគូនិងអ្នកនៅលីវលោកអ្នកមានសភាពមើលបំណាំគ្នាដូច្នេះត្រូវចេះកាត់ចិត្តមានអ្នករបស់ខ្លួនទៅអាចឲ្យដៃគូអ្នកស្រឡាញ់អ្នកកាន់តែខ្លាំងការធ្វើដំណើរទីចិត្តទីឆ្ងាយលោកអ្នកអាចនឹងមានគេបបួលដើរលេងនៅសប្តាហ៍ក្រោយសម្រាប់ថ្ងៃនេះលេខសំណាងរបស់លោកអ្នកគឺលេខ3លេខ4និងលេខ9និងលេខគូមានដូចជាលេខ93និងលេខ16ពណ៌ដែលនាំសំណាងគឺពណ៌ខៀវពណ៌បៃតងនិងពណ៌ស្វាយទិសដែលនាំសំណាងគឺទិសខាងកើតទិសខាងជើងនិងទិសនិរតីចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំថោះរាសីរបស់អស់លោកអ្នកល្អជាមធ្យមចំពោះការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាបណ្ដានៅក្នុងរយៈពេលនេះដែរជួញចិត្តប្រសើរជាងជួញឆ្ងាយព្រោះការដើរហើរផ្លូវឆ្ងាយបើមិនបានជួបគ្រោះអាក្រក់នោះទេក៏នឹងបានត្រឹមតែបាតដៃទៅទេនឹងនាំរឿងក្តៅក្រហាយចូលផ្ទះវិញតែប៉ុណ្ណោះហើយប្រសិនបើជាបានចូលរួមកម្មវិធីផ្សេងចូលរៀបចំអាកប្បកិរិយាឲ្យបានសមរម្យទើបមិនអាប់អោនដល់កិត្តិយសរីឯបញ្ហាសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំមេម៉ាយពុះម៉ាយសូមប្រយ័ត្នមនុស្សទី3ចូលមកអុចអានបាននិយាយពីបញ្ហាលុយកាក់សម្រាប់អស់លោកអ្នកនៅក្នុងថ្ងៃនេះគឺមិនសូវមានច្រើននោះទេគឺអាចបានថាត្រឹមចាយវាយប្រចាំថ្ងៃតែប៉ុណ្ណោះការធ្វើដំណើរទីជិតទីឆ្ងាយគួរប្រុងប្រយ័ត្នការធ្វើដំណើរទៅតំបន់ភ្នំព្រោះអាចមានភ្លៀងធ្វើឲ្យអ្នករអិលសម្រាប់ថ្ងៃនេះលេខសំណាងរបស់លោកអ្នកគឺមានលេខ3លេខ9និងលេខ7និងលេខគូមានដូចជាលេខ93និងលេខ36ពណ៌ដែលនាំសំណាងគឺពណ៌ល្មៀតពណ៌ផ្កាឈូកនិងពណ៌សទិសដែលនាំសំណាងគឺទិសខាងត្បូងទិសខាងកើតនិងទិសនិរតីសូមខមមិនលេខ379គឺជាលេខសំណាងនាំលាភជូនលោកអ្នកចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំរោងរាសីថ្ងៃនេះល្អជាមធ្យមលោកអ្នកអាចមានអារម្មណ៍តបប្រមល់ច្រើនគិតច្រើនដោយសារអំណាចកម្មតោងឲ្យអ្នកលោភលន់ចង់បាននេះចង់បាននោះតែយកមិនបានដូច្នេះត្រូវចេះហាមចិត្តទាំងតាំងចិត្តឲ្យស្ងប់អត់ធ្មត់គិតតាមសម្រួលធ្វើតាមសម្រួលនោះអ្នកនឹងបានធូរស្រាលបាននិយាយពីបញ្ហាលុយកាក់សម្រាប់អស់លោកអ្នកនៅក្នុងថ្ងៃនេះគឺមានការខ្វះខាតតែអាចបានមកវិញខ្លះលោកអ្នកត្រូវចេះចាយវាយបិទទ្វារបន្តិចចំពោះរឿងការងារសម្រាប់អស់លោកអ្នកដែលមានការងារជាប្រចាំការងាររបស់អស់លោកអ្នកហាក់មានភាពប្រទាំងប្រទើសបន្តិចតែបើលោកអ្នកចេះតាំងចិត្តឲ្យស្ងប់ធ្វើតាមសម្រួលនោះលោកអ្នកនឹងសម្រេចកិច្ចការបានល្អនឹងអាចធ្វើឲ្យចៅហ្វាយនាយឬមេមានការចាប់អារម្មណ៍សម្រាប់អស់លោកអ្នកដែលប្រកបរបររកស៊ីថ្ងៃនេះមិនសូវមានភ្ញៀវទេដោយសារតែរបស់របរអស់លោកអ្នកមិនមានអ្វីថ្មីដូច្នេះត្រូវចេះរកអ្វីថ្មីទៅប្រសើរចំពោះស្ថានភាពស្នេហាសម្រាប់អ្នកមានគូនិងអ្នកនៅលីវអាចមានការឆ្លោះទាស់តែងគ្នាដោយសារពាក្យសម្ដីមិនយល់ចិត្តគ្នាការធ្វើដំណើរទីជិតទីឆ្ងាយជួបតែការសប្បាយទាំងទៅនិងមកសម្រាប់ថ្ងៃនេះលេខសំណាងរបស់អស់លោកអ្នកគឺលេខ1លេខ6និងលេខ8និងលេខគូមានដូចជាលេខ86និងលេខ16ពណ៌ដែលនាំសំណាងគឺពណ៌ស្វាយពណ៌សនិងពណ៌បៃតងទិសដែលនាំសំណាងគឺទិសខាងលិចគឺខាងត្បូងនិងទិសអាគ្នេយ៍ចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំអាសាញ់រាសីថ្ងៃនេះល្អជាមធ្យមលោកអ្នកអាចនឹងត្រូវចេញទៅធ្វើការនៅផ្លូវឆ្ងាយដែលអាចធ្វើឲ្យលោកអ្នកមានការអស់កម្លាំងច្រើនដូច្នេះត្រូវប្រយ័ត្នលើបញ្ហាសុខភាពបើនិយាយពីបញ្ហាលុយកាក់សម្រាប់អស់លោកអ្នកនៅក្នុងថ្ងៃនេះគឺមិនមានអ្វីជាបញ្ហាទេតែការចំណាយរៀងច្រើនជាងរដូវបន្តិចចំពោះរឿងការងារសម្រាប់អស់លោកអ្នកដែលមានការងារជាប្រចាំការងាររបស់អស់លោកអ្នកមានការដំណើរការទៅមុខដូចរាល់ដងលោកអ្នកត្រូវខិតខំបំពេញការងារឲ្យបានពេញដៃពេញជើងបន្តិចទើបលោកអ្នកមិនទទួលការស្ដីបន្ទោសពីមេឬចៅហ្វាយនាយនៅក្នុងថ្ងៃនេះសម្រាប់អ្នកប្រកបរបររកស៊ីថ្ងៃនេះទាមទារឲ្យលោកអ្នករៀបចំខ្លួនឲ្យមានភាពទាក់ទាញបន្តិចដើម្បីជួយលើករាសីខ្លួនឯងចំពោះស្ថានភាពស្នេហាសម្រាប់អ្នកមានគូនិងអ្នកនៅលីវអាចមានការឆ្លោះទាស់ទែងបន្តិចតែពុំមានអ្វីជាចោតទេ
ការធ្វើដំណើរទីចិត្តទីឆ្ងាយអាចជួបរឿងល្អៗច្រើនសម្រាប់ថ្ងៃនេះលេខសំណាងរបស់អស់លោកអ្នកគឺលេខ4លេខ2និងលេខ9និងលេខគូមានដូចជាលេខ38និងលេខ36ពណ៌ដែលនាំសំណាងគឺពណ៌ខៀវពណ៌ខ្មៅនិងពណ៌បៃតងទិសដែលនាំសំណាងគឺទិសខាងកើតទិសខាងត្បូងនិងទិសឦសានចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំមមីរាសីថ្ងៃនេះឡើងខ្ពស់ត្រដែតចំពោះការរស់នៅប្រចាំថ្ងៃលោកអ្នកហាក់មានអារម្មណ៍ស្រស់ស្រាយការនិយាយស្ដីរបស់លោកអ្នកហាក់មានអ្នកគាំទ្រច្រើនញាតិមិត្តស្រឡាញ់រាប់អានទោះជាទៅទីណាក្ដីក៏ជួបតែរឿងល្អៗនៅក្នុងជីវិតចំពោះបញ្ហាស្នេហាសម្រាប់លោកអ្នកដែលមានដៃគូស្នេហារបស់លោកអ្នកមានភាពផ្អែមល្ហែមល្អណាស់សម្រាប់ដៃគូរបស់លោកអ្នកដែលមានអារម្មណ៍ខឹងស្អប់ហាក់ប្រែមកជាផ្អែមល្ហែមនិងមានភាពល្អដូចដើមមកវិញលោកអ្នកនឹងអាចមានដំណឹងល្អពីការសិក្សារបស់កូនអ្នកផងដែរសម្រាប់ថ្ងៃនេះសម្រាប់លោកអ្នកដែលមិនទាន់មានដៃគូលោកអ្នកគួរតែសារភាពស្នេហ៍ក្នុងថ្ងៃនេះទោះបីជាគេមិនបានឆ្លើយតបក្តីតែគេនឹងត្រឡប់ស្រឡាញ់យើងវិញនៅថ្ងៃណាមួយចំពោះការងារសម្រាប់លោកអ្នកដែលធ្វើការតាមស្ថាប័នឬក្រុមហ៊ុននានាការងាររបស់លោកអ្នកហាក់មិនសូវមមាញឹកប៉ុន្មានទេក្នុងថ្ងៃនេះទោះបីជាមានការរវល់ក្តីក៏ការងារនោះអ្នកអាចធ្វើទាន់ពេលហើយបានល្អទៀតផងលោកអ្នកនឹងមានការកោតសរសើរពីចៅហ្វាយនេះរបស់អ្នកហើយលោកអ្នកនឹងអាចមានប្រាក់ឧបត្ថម្ភឬមានការឡើងតំណែងទៀតផងចំពោះអ្នកធ្វើជំនួញមុខរបរលោកអ្នកគឺមានភ្ញៀវមកជាហូរហែទាំងភ្ញៀវចាស់ទាំងភ្ញៀវថ្មីហើយលោកអ្នកអាចតាក់ទងបានមួយដុំជាច្រើនផងដែរនៅក្នុងថ្ងៃនេះចំពោះអស់លោកអ្នកដែលធ្វើជំនួញខាងធ្វើចំការសម្រាប់ថ្ងៃនេះលោកអ្នកនឹងមានការប្រមូលផលហើយមានម៉ូយចាំទិញដល់កន្លែងផងដែរចំពោះការធ្វើដំណើរទីចិត្តទីឆ្ងាយជាមួយដៃគូស្នេហាមិត្តភ័ក្តិនិងក្រុមគ្រួសារអ្នកគឺមានភាពសប្បាយរីករាយសុខសុភមង្គលទាំងទៅទាំងមកសម្រាប់ថ្ងៃនេះលេខសំណាងរបស់លោកអ្នកគឺមានលេខ4លេខ6និងលេខ8និងលេខគូមានដូចជាលេខ46និងលេខ84ពណ៌ដែលនាំសំណាងគឺមានពណ៌ក្រហមពណ៌ខៀវនិងពណ៌លឿងទិសដែលនាំសំណាងគឺទិសខាងជើងទិសខាងត្បូងនិងទិសពាយកចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំមមែរាសីថ្ងៃនេះល្អបង្គួរលោកអ្នកមានអ្នកធំឬអ្នកដែលស្គាល់តាមជួយដែលអាចឲ្យលោកអ្នកទទួលបានលាភនិងកិច្ចផុតពីរឿងអាក្រក់ផ្សេងៗថ្ងៃនេះដែលបើមានបំណងបើកហាងឬធ្វើអ្វីគឺមានលាភមានជ័យនិងរីកចម្រើនទៅមុខបាននិយាយពីបញ្ហាលុយកាក់សម្រាប់អស់លោកអ្នកនៅក្នុងថ្ងៃនេះហូរចូលដូចទឹកដាក់អីដោះនឹងអាចត្រូវប៉ាន់លើអចលនទ្រព្យចំពោះរឿងការងារសម្រាប់អស់លោកអ្នកដែលមានការងារជាប្រចាំការងាររបស់អស់លោកអ្នកមានភាពរីកចម្រើនហើយលោកអ្នកមានភាពលេចធ្លោដោយសារតែលោកអ្នកបំពេញការងារបានយ៉ាងល្អនៅថ្ងៃនេះសម្រាប់អ្នកប្រកបរបររកស៊ីថ្ងៃនេះការលក់ដូរមានការលក់ចេញទិញចូលច្រើននិងមានសំណាងលើការលក់អចលនទ្រព្យចំពោះស្ថានភាពស្នេហាសម្រាប់អ្នកមានគូនិងអ្នកនៅលីវលោកអ្នកមានភាពល្អអើនដូចនឹងត្រីការធ្វើដំណើរទីចិត្តទីឆ្ងាយមិនសូវល្អទេគួរនៅផ្ទះសម្រាប់យកកម្លាំងសម្រាប់ថ្ងៃនេះលេខសំណាងរបស់លោកអ្នកគឺលេខ1លេខ5និងលេខ7និងលេខគូមានដូចជាលេខ37និងលេខ97ពណ៌ដែលនាំសំណាងគឺពណ៌ត្នោតពណ៌ប្រផេះនិងពណ៌ក្រហមទិសដែលនាំសំណាងគឺទិសខាងកើតទិសខាងត្បូងនិងទិសអាគ្នេយ៍ចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំវកល្អបង្គួរចំពោះការរស់នៅប្រចាំថ្ងៃលោកអ្នកគួររកឱកាសបង្កើតទំនាក់ទំនងថ្មីញាតិមិត្តបងប្អូនជុំវិញខ្លួនហើយរកឱកាសកែលម្អភាពអវិជ្ជមានដែលអាចកើតឡើងនៅក្នុងពេលនេះចំពោះបញ្ហាស្នេហាសម្រាប់លោកអ្នកដែលមានដៃគូហាក់មិនមានអ្វីគួរឲ្យកត់សម្គាល់ទេលោកអ្នកអាចមានការទាស់សម្ដីគ្នាបន្តិចបន្តួចតែមិនមានរឿងអ្វីជាធំដុំទេសម្រាប់លោកអ្នកដែលមិនទាន់មានដៃគូថ្ងៃនេះជាថ្ងៃល្អដែលលោកអ្នកបានជួបគូព្រេងរបស់លោកអ្នកគួរក្តាប់ឱកាសនេះឲ្យបានលោកអ្នកគួរតែតាក់ទងទៅគេមុនឬនិយាយទៅគេមុនពីព្រោះបើបាត់បង់ឱកាសនេះលោកអ្នកនឹងមិនងាយមានឱកាសល្អបែបនេះទេចំពោះការងារកិច្ចការងាររបស់អស់លោកអ្នកគឺមានភាពរលូនណាស់ក្នុងថ្ងៃនេះ
ហើយបើលោកអ្នកធ្វើការងារជាក្រុមឬសហការជាមួយដៃគូឬសមាជិកនានាលោកអ្នកនឹងមានភាពជោគជ័យកាន់តែច្រើនផ្ទុយទៅវិញនៅក្នុងកលៈទេសៈនេះលោកអ្នកក៏អាចបាត់បង់ទំនុកចិត្តទៅលើមជ្ឈដ្ឋានការងារខ្លះដែរដូច្នេះត្រូវអនុវត្តការងារមួយនិងគម្រោងការងារត្រឹមត្រូវចំពោះអ្នកធ្វើជំនួញថ្ងៃនេះការប្រមូលទិន្នន័យឬការលក់ដូររបស់អស់លោកអ្នកហាក់មិនសូវសមប្រកបទេលោកអ្នកគួររក្សាស្នាមញញឹមនិងភាពទំនាក់ទំនងល្អជាមួយដៃគូជំនួញរបស់អស់លោកអ្នកជានិច្ចចំពោះការធ្វើដំណើរបើអស់លោកអ្នកមានគម្រោងទៅដើរលេងកម្សាន្តឬអ្នកចង់ទៅកម្សាន្តទីជិតទីឆ្ងាយគួរជៀសវាងការដើរលេងលើភ្នំខ្ពស់ៗសម្រាប់ថ្ងៃនេះលេខសំណាងរបស់លោកអ្នកគឺលេខ1និងលេខ3និងលេខ5និងលេខគូមានដូចជាលេខ13និងលេខ31ពណ៌ដែលនាំសំណាងគឺពណ៌ខ្មៅពណ៌ប្រផេះនិងពណ៌ក្រហមទិសដែលនាំសំណាងគឺទិសខាងលិចទិសខាងកើតនិងទិសនិរតីសូមខមមិនលេខ777ដើម្បីទទួលបានលាភនៅក្នុងថ្ងៃនេះចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំរការាសីរបស់អស់លោកអ្នកឡើងខ្ពស់ត្រដែតចំពោះការរស់នៅប្រចាំថ្ងៃពាក្យសម្ដីរបស់អ្នកថ្ងៃនេះហាក់មានការគ្រប់គ្រងយ៉ាងខ្លាំងដូច្នេះត្រូវប្រើលទ្ធភាពវិជ្ជមាននៅថ្ងៃនេះដើម្បីទាញយកផលចំណេញពីមជ្ឈដ្ឋានជុំវិញខ្លួនចំពោះបញ្ហាស្នេហាសម្រាប់លោកអ្នកដែលមានដៃគូស្នេហារបស់លោកអ្នកមានភាពផ្អែមល្ហែមណាស់តែអ្នកគួរប្រយ័ត្នពាក្យសម្ដីរបស់អ្នកទៅកាន់អ្នកដទៃព្រោះដៃគូរបស់អ្នកហាក់មានភាពប្រច័ណ្ឌបន្តិចបន្តួចនៅក្នុងថ្ងៃនេះចំពោះការងារថ្ងៃនេះលោកអ្នកហាក់មានពេលវេលាទំនេរច្រើនដោយមិនមានការងារបន្ទាន់អ្វីទេទោះជាមានការងារបន្ទាន់ក្តីក៏អាចធ្វើទាន់ពេលហើយឆ្លើយតបបានយ៉ាងឆាប់រហ័សនិងទាន់ពេលផងដែរចំពោះអ្នកធ្វើជំនួញថ្ងៃនេះជាឱកាសដែលអ្នកត្រូវបញ្ចេញដើមទុនលើមុខជំនួញរបស់អ្នកហើយព្រោះមិនមានបញ្ហារាំងស្ទះលើហិរញ្ញវត្ថុរបស់អស់លោកអ្នកទេទោះបីជាអ្នកមានភាពជឿជាក់លើខ្លួនឯងយ៉ាងណាក៏ដោយអ្នកគួរតែប្រុងប្រយ័ត្នលើឯកសារនានាលោកអ្នកត្រូវតែធ្វើការលើឯកសារណាដែលជាឯកសារផ្លូវការទៅបានហើយចំពោះការធ្វើដំណើររបស់អស់លោកអ្នកគឺប្រកបដោយសុខសុវត្ថិភាពទាំងទៅទាំងមកតែក៏មានចំណុចត្រូវប្រុងប្រយ័ត្នផងដែរបើអស់លោកអ្នកមានភាពអស់កម្លាំងខ្លាំងក្នុងការបើកបរអ្នកគួរតែសម្រាកបន្តិចឬអាចពិសាភេសជ្ជៈពើកម្លាំងបន្តិចចាំបន្តដំណើរទៅមុខទៀតសម្រាប់ថ្ងៃនេះលេខសំណាងរបស់លោកអ្នកគឺលេខ1លេខ3និងលេខ9និងលេខគូមានដូចជាលេខ93និងលេខ31ពណ៌ដែលនាំសំណាងគឺពណ៌សពណ៌ខៀវនិងពណ៌បៃតងទិសដែលនាំសំណាងគឺទិសខាងលិចទិសខាងត្បូងនិងទិសអាគ្នេយ៍សូមខមមិនលេខ479ដើម្បីទទួលបានលាភនៅក្នុងថ្ងៃនេះចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំចរាសីថ្ងៃនេះឡើងខ្ពស់ត្រដែតបើចង់ពឹងពាក់អ្នកដទៃឲ្យជួយក្នុងរឿងអ្វីមួយតែងតែហុចលទ្ធផលល្អៗមកវិញគ្រាន់ជាទីពេញចិត្តផងដែរក្នុងថ្ងៃនេះផ្ដល់លទ្ធផលល្អៗទាំងការប្រកបការងារតាក់ទងនឹងប្រកាសឬការសម្រេចចិត្តធ្វើកិច្ចសន្យាអ្វីមួយផងដែរអ្នកដែលប្រកបរបររកស៊ីជួញដូរមានការចម្រើនលូតលាស់និងបើចង់បើករបរថ្មីក៏ជាពេលវេលាល្អប្រសើរផងដែររីឯសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំមានភាពស្រស់ស្រាយនិងបើមានចំនួនវិវាទជាពេលវេលាល្អក្នុងការដោះស្រាយជាទីបំផុតការធ្វើដំណើរទីជិតទីឆ្ងាយឃើញថាមិនមានអ្វីជាបញ្ហាចោទនោះទេសម្រាប់ថ្ងៃនេះលេខសំណាងរបស់លោកអ្នកគឺលេខ2លេខ1និងលេខ6និងលេខគូមានដូចជាលេខ72និងលេខ18ពណ៌ដែលនាំសំណាងគឺពណ៌មាសពណ៌ក្រហមនិងពណ៌បៃតងទិសដែលនាំសំណាងគឺទិសខាងលិចទិសខាងជើងនិងទិសពាយកសូមខមមិនលេខ242ដើម្បីទទួលលាភទទួលជ័យក្នុងថ្ងៃនេះចំពោះអស់លោកអ្នកដែលកើតនៅក្នុងឆ្នាំកុលរាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំងចំពោះការរស់នៅប្រចាំថ្ងៃទំនាក់ទំនងនៅក្នុងពេលនេះហាក់មិនសូវល្អទេលោកអ្នកនឹងអាចមានការរិះគន់ការបោកបញ្ឆោតទៀតផងឬអាចមានចំនួនខ្លះផងដែរក្រៅពីនេះលោកអ្នកគួរចេះស្វែងរកឱកាសល្អៗសម្រាប់កែលម្អភាពខ្វះខាតចន្លោះចំពោះបញ្ហាស្នេហាសម្រាប់លោកអ្នកដែលមានដៃគូលោកអ្នកនឹងមានការទាស់ទែងពាក្យសម្ដីគ្នាបន្តិចបន្តួចលោកអ្នកគួរជៀសវាងការចេញដើរលេងនៅខាងក្រៅម្នាក់ឯងព្រោះអាចនឹងកើតមានជម្លោះធំៗនៅក្នុងគ្រួសារអ្នក
ចំពោះការងាររបស់អស់លោកអ្នកហាក់មិនដាច់ស្រឡះទេគឺមានលក្ខណៈខ្វះខាតច្រើនលោកអ្នកគួរស្ដាប់មតិកែលម្អពីមិត្តរួមការងារហើយប្រការដែលត្រូវជៀសវាងនោះគឺមិនត្រូវធានាអះអាងនៅរឿងអ្វីនោះទេព្រោះអ្នកនឹងអាចទទួលរងថ្មបាក់ចំពោះអ្នកធ្វើជំនួញសហការឬការប្រមូលផលហាក់មិនសមប្រកបចិត្តនោះទេលោកអ្នកគួរចេះសម្លឹងមើលឱកាសល្អហើយចាប់យកឱកាសល្អនោះមកវិញទៅជាការប្រសើរចំពោះការធ្វើដំណើរលោកអ្នកមិនគួរចេញដំណើរនៅពេលថ្ងៃត្រង់ឬពេលយប់ជ្រៅនោះទេជាពិសេសមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹងនោះទេសម្រាប់ថ្ងៃនេះលេខសំណាងរបស់អស់លោកអ្នកគឺលេខ2លេខ4និងលេខ6និងលេខគូមានដូចជាលេខ22និងលេខ46ពណ៌ដែលនាំសំណាងគឺពណ៌លឿងពណ៌ស្វាយនិងពណ៌ប្រផេះទិសដែលនាំសំណាងគឺទិសខាងលិចទិសខាងត្បូងនិងទិសនិរតីសូមខមមិនលេខ132ជាលេខសំណាងនាំលៀបជូនលោកអ្នកបាទសូមអរគុណពុកម៉ែបងប្អូនដែលបានតាមដានកាប់ជាករិស័យរបស់លោកគ្រូសូមជូនពរពុកម៉ែបងប្អូនជួបតែសំណាងល្អសុខភាពល្អហេងទាំងអស់គ្នាបាទជាពិសេសសូមជួយចុច like និង subscribe ជាពិសេសចុចសញ្ញារូបកណ្ដឹងដើម្បីទទួលបានការព្យាករណ៍រិស័យប្រចាំថ្ងៃប្រចាំខែប្រចាំអាទិត្យពីលោកគ្រូជាបន្តសូមអរគុណបាទ